សូមជម្រាបសួរសូមអបអរសាទរអ្នកទាំងអស់គ្នាដែលបានបញ្ចប់នៅមេរៀនទី5ហើយនៅក្នុងមេរៀនទី6នេះដែរយើងក៏សិក្សាអំពីសិទ្ធិអាទិភាពនៅលើផ្លូវថ្ងៃនេះយើងនឹងនិយាយអំពីសិទ្ធិអាទិភាពនៅលើផ្លូវអ្នកណាគួរទៅអ្នកណាគួរឈប់ជាមួយនឹងការផ្ដល់សិទ្ធិអាទិភាពនៅលើផ្លូវតើអ្វីទៅជាសិទ្ធិអាទិភាពនៅលើផ្លូវតើអ្នកទាំងអស់គ្នាអាចប្រាប់ខ្ញុំបានទេថានៅរូបភាពខាងស្ដាំនេះមានន័យយ៉ាងដូចម្ដេចសិទ្ធិអាទិភាពនៅលើផ្លូវមានន័យថាការយល់ដឹងអំពីបុគ្គលណាដែលមានសិទ្ធិបើកទៅមុននៅលើផ្លូវដូចជាការដាក់វេនគ្នាម្ដងម្នាក់ដើម្បីរក្សាសុវត្ថិភាពគ្រប់គ្នានៅពេលដែលរថយន្តម៉ូតូឬមនុស្សជួបទល់មុខគ្នានោះនឹងមានច្បាប់ដើម្បីសម្រេចថាតើអ្នកណាគួរទៅនិងអ្នកណាគួររង់ចាំការដែលធ្វើបែបនេះនឹងធ្វើឲ្យចរាចរណ៍ដំណើរការទៅដោយរលូននិងជួយរក្សាការពារគ្រោះថ្នាក់ព្រមទាំងប្រាកដថាគ្រប់គ្នាដឹងថានៅពេលណាជាវេនរបស់ពួកគេនិងរក្សាសុវត្ថិភាពអ្នកបើកបរលើដើមផ្លូវតាមដែលអាចធ្វើទៅបានហើយនៅវីដេអូនៅ slide បន្ទាប់នេះយើងក៏មានជាវីដេអូមួយសម្រាប់ឲ្យអ្នកទាំងអស់គ្នាទស្សនាទាក់ទងជាមួយនឹងសិទ្ធិអាទិភាពនៅលើផ្លូវសូមរីករាយទស្សនាទាំងអស់គ្នា
ចាំបន្ទាប់ពីអ្នកទាំងអស់គ្នាបានទស្សនានៅវីដេអូមួយនេះរួចរាល់ហើយតើអ្នកគិតយ៉ាងណាចំពោះអ្វីដែលកំពុងកើតឡើងនៅទីនោះតើវាជាគំរូល្អឬអាក្រក់ហើយរបៀបដែលត្រឹមត្រូវគួរតែធ្វើតាមរបៀបណាតើអ្នកឃើញអ្នកបើកបរមិនប្រកាន់ស្ដាំឬការបើកបរដែលត្រឹមត្រូវញឹកញាប់ប៉ុន្មានដងតើវាធ្វើឲ្យអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលបើកបរនៅលើដងផ្លូវយើងក៏មានជាស្ថិតិតាក់ទងជាមួយនឹងសិទ្ធិអាទិភាពនៅលើផ្លូវការរំលោភសិទ្ធិអាទិភាពនៅលើផ្លូវជាមូលហេតុ 20% នៃគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាការមិនទុកសិទ្ធិឲ្យយានយន្តផ្សេងទៀតនៅផ្លូវប្រសពដ៏មមាញឹកនាំឲ្យមានភាពច្របូកច្របល់ការពន្យាពេលនិងគ្រោះថ្នាក់ការមិនគោរពសិទ្ធិអាទិភាពផ្លូវធ្វើឲ្យអ្នកថ្មើរជើងប្រឈមនឹងហានិភ័យជាពិសេសនៅពេលដែលឆ្លងកាត់ផ្លូវសិក្សាពីច្បាប់ចរាចរណ៍រួចគោរពច្បាប់ឲ្យបានខ្ជាប់ខ្ជួនតើអ្នកណាខ្លះបានចូលរៀនបើកបរដើម្បីប្រឡងយកប័ណ្ណបើកបរតើអ្នកណាខ្លះគិតថាខ្លួននៅចងចាំវិធានឬច្បាប់ទាំងអស់នោះចានៅក្នុងslide បន្ទាប់ក៏យើងមានជាវីដេអូមួយតាក់ទងជាមួយនឹងសិទ្ធិអាទិភាពនៅត្រង់ផ្លូវរង្វង់មូលសូមអញ្ជើញទស្សនាទាំងអស់គ្នាទស្សនិកជននៅក្នុងនីតិអប់រំច្បាប់ចរាចរណ៍របស់សារព័ត៌មានព្រះខ័ននៅថ្ងៃនេះយើងលើកយកសិទ្ធិអាទិភាពនៅត្រង់ផ្លូវរង្វង់មូលនៅចំពោះមុខសិទ្ធិអាទិភាពនៅត្រង់ផ្លូវរង្វង់មូលយ៉ាងដូចនេះតើយានមួយណាត្រូវទៅមុនបើតាមច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកមាត្រា21អ្នកបើកបរដែលទៅដល់រង្វង់មូលទោះបីជាខ្លួនស្ថិតនៅលើផ្លូវប្រភេទណាក៏ដោយត្រូវផ្ដល់សិទ្ធិអាទិភាពឲ្យអ្នកបើកបរដែលស្ថិតនៅក្នុងទ្រូងផ្លូវឯកទិសក្រវ៉ាត់រង្វង់មូលដែលមានសញ្ញាបង្ហាញទិសទៅមុនក្នុងករណីនេះម៉ូតូលេខ2ត្រូវទៅមុនរថយន្តលេខ1ត្រូវទៅតាមក្រោយតើអ្នកណាយល់ស្របនឹងច្បាប់ទាំងនេះអ្នកណាមិនយល់ទស្សនិកជននៅក្នុងនីតិអប់រំច្បាប់ចរាចរណ៍របស់សារព័ត៌មានព្រះខ័ននៅថ្ងៃនេះយើងលើកយកសិទ្ធិអាទិភាពនៅត្រង់ផ្លូវរង្វង់មូលនៅចំពោះមុខសិទ្ធិអាទិភាពនៅត្រង់ផ្លូវរង្វង់មូលយ៉ាងដូចនេះតើយានមួយណាត្រូវទៅមុននៅលើទ្រូងផ្លូវរង្វង់មូលដែលគ្មានគំនូសសញ្ញាពណ៌សបែងចែកគន្លងផ្លូវក្នុងការធ្វើដំណើរទៅមុខត្រង់អ្នកបើកបររថយន្តត្រូវបើកបរចូលកៀកនឹងខឿនរង្វង់មូលរួចចេញពីរង្វង់មូលដោយទុកចន្លោះឃ្លាតប្រហែល1ម៉ែត្រពីតូចក្រយានយន្តនិងត្រីចក្រយានយន្តនិងមិនឲ្យហួសពាក់កណ្ដាលទ្រូងផ្លូវខាងស្ដាំឡើយចំពោះអ្នកបើកបរតូចក្រយានយន្តនិងត្រីចក្រយានយន្តត្រូវបើកបរតាមទ្រូងផ្លូវខាងស្ដាំកៀកនឹងចិញ្ចើមផ្លូវនៅលើទ្រូងផ្លូវរង្វង់មូលដែលមានគំនូសសញ្ញាពណ៌សបែងចែកជា2គន្លងផ្លូវក្នុងការធ្វើដំណើរទៅមុខត្រង់អ្នកបើកបររថយន្តត្រូវបើកបរចូលតាមគន្លងផ្លូវខាងក្នុងជាប់នឹងខឿនរង្វង់មូលតើអ្នកធ្វើដូចម្តេចដើម្បីផ្ដល់សិទ្ធិអាទិភាពលើដងផ្លូវដោយសុវត្ថិភាពសូមចងចាំគន្លឹះទាំងនេះតែងតែផ្ដល់សិទ្ធិអាទិភាពឲ្យអ្នកថ្មើរជើងនិងយានជំនិះផ្សេងទៀតនៅពេលដែលចាំបាច់នៅផ្លូវរង្វង់មូលសូមបន្ថយល្បឿនហើយរង់ចាំវេនរបស់អ្នកដើម្បីបត់ចូលដោយសុវត្ថិភាពត្រូវឲ្យសញ្ញាដោយមើលភ្នែកអ្នកបើកបរផ្សេងទៀតដើម្បីធានាថាពួកគេយល់ពីបំណងនៃការបើកបររបស់អ្នកនៅត្រង់ចំណុចផ្លូវប្រសពចានៅក្នុងស្លាយបន្ទាប់នេះយើងក៏មានជា QR code សម្រាប់ឲ្យអ្នកទាំងអស់គ្នា scan ដើម្បីឆ្លើយនៅសំណួរត្រឹមត្រូវឬមិនត្រឹមត្រូវយើងមានជាកម្រងសំណួរចំនួន5
សូមអ្នកទាំងអស់គ្នាមេត្តាជួយ scan ជាមួយនឹង QR code នេះដើម្បីយើងនឹងបញ្ចប់ជាមួយនឹងចម្ពោះទី6នេះផងដែរសូមអរគុណកម្រងសំណួរត្រឹមត្រូវឬមិនត្រឹមត្រូវអ្នកគួរតែសិតឲ្យសិតអតិភិបទៅរថយន្តនៅខាងស្ដាំរបស់អ្នកត្រោមចំណុចផ្លូវប្រសពត្រឹមត្រូវឬមិនត្រឹមត្រូវត្រឹមត្រូវសំណួរបន្ទាប់អ្នកមិនចាំបាច់គោរពសិទ្ធិអតិភិបនៃដងផ្លូវទេប្រសិនបើគ្មានយានយន្តណាបើកបរមកចំពីមុខអ្នកត្រឹមត្រូវឬមិនត្រឹមត្រូវមិនត្រឹមត្រូវទេការមិនគោរពសិទ្ធិអតិភិបលើដងផ្លូវគឺជាមូលហេតុទូទៅនៃគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជាត្រឹមត្រូវឬមិនត្រឹមត្រូវត្រឹមត្រូវអ្នកថ្មើរជើងតែងតែមានសិទ្ធិអតិភិបនៅលើគំនូសសញ្ញាសម្រាប់ឆ្លងកាត់ត្រឹមត្រូវឬមិនត្រឹមត្រូវត្រឹមត្រូវសំណួរចុងក្រោយអ្នកអាចបត់ចូលផ្លូវរង្វង់មូលបានដោយមិនចាំបាច់គោរពសិទ្ធិអតិភិបលើដងផ្លូវប្រសិនបើមិនមានយានជំនិះផ្សេងនៅលើដងផ្លូវត្រឹមត្រូវឬមិនត្រឹមត្រូវមិនត្រឹមត្រូវទេសូមអរគុណសម្រាប់ការឆ្លើយសំណួររបស់អ្នកទាំងអស់គ្នាសូមបង្ហាញការគោរពសូមផ្ដល់សិទ្ធិអតិភិបលើដងផ្លូវមុននឹងបញ្ចប់នាងខ្ញុំចង់និយាយពាក្យប្រមាណម៉ាត់ដើម្បីបញ្ចប់មេរៀននៅក្នុងថ្ងៃនេះសូមមេត្តាផ្ដោតអារម្មណ៍លើយានយន្តដែលនៅជុំវិញខ្លួននិងសញ្ញានានានៅជុំវិញផ្លូវរង្វង់មូលដោយយកចិត្តទុកដាក់គោរពសិទ្ធិអតិភិបនិងកុំបន្ថែមល្បឿនលើសកំណត់ដើម្បីធានាថាអ្នកគ្រប់គ្នាបានទៅដល់ផ្ទះដោយសុវត្ថិភាពសូមអរគុណសូមអបអរសាទរសម្រាប់ការបញ្ចប់មេរៀនទី6នៃវគ្គសិក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោករបស់អ្នកសិទ្ធិអតិភិបលើដងផ្លូវនិងសូមអរគុណអ្នកទាំងអស់គ្នាដែលបានចូលរួមជាមួយនឹងការសិក្សាទាំងមេរៀនទាំង6តាំងពីមេរៀនទី1រហូតដល់មេរៀនទី6សូមអរគុណសូមជម្រាបលា